គុណភាពយ៉ាងណាវាសនាយ៉ាងនោះមនុស្សយើងមិនមែនមានវាសនាឡើងខ្ពស់ចុះទាបដោយសារតែពណ៌សម្បុរឬក៏ឋានៈគ្រួសារទ្រព្យសម្បត្តិឬក៏របស់ក្រៅខ្លួនទេគឺដោយសារតែគុណភាពខាងក្នុងណាគុណភាពខាងក្នុងមានបរិសម្នាក់គាត់រកស៊ីលក់ពើតប៉ោងគាត់ចេញពីភូមិមួយទៅភូមិមួយហើយតែងតែបង្ហោះពើតប៉ោងឡើងលើដើម្បីឲ្យក្មេងមករោមជាភាពតាក់ទាញថ្ងៃមួយនៅពេលដែលគាត់កំពុងតែលក់ពើតប៉ោងស្រាប់តែមានក្មេងប្រុសម្នាក់ដើរសរសៀមកហើយក៏សួរគាត់ថាពូលក់ពើតប៉ោងទាំងអស់ហ្នឹងគឺសុទ្ធតែមានពណ៌លឿងខៀវសក្រហមប៉ុន្តែអត់មានឃើញពើតប៉ោងពណ៌ក្រហមពណ៌ខ្មៅសោះតើអាពើតប៉ោងពណ៌ខ្មៅហ្នឹងវាចេះហោះដែរឬទេពូឬក៏វាចេះឬក៏តល់តែពើតប៉ោងដែលមានពណ៌ភ្លឺល្អអញ្ចឹងបានចេះហោះហើយពណ៌ខ្មៅអត់ចេះហោះបរិសអ្នកលក់ពើតប៉ោងបានសម្លឹងមើលទៅក្មេងក៏បានឃើញពណ៌សម្បុររបស់គាត់គឺគាត់មានរូបរាងពណ៌សម្បុររបស់គាត់ហ្នឹងគឺខ្មៅចឹងបរិសហ្នឹងក៏បានបង្ហាញដល់ការលើកទឹកចិត្តទៅកាន់ក្មេងហ្នឹងដោយនិយាយថាជាការពើតប៉ោងដែលវាហោះឡើងលើបានហ្នឹងមិនមែនដោយសារតែពណ៌សម្បុរខាងក្រៅហ្នឹងទេក្មួយគឺដោយសារតែឧស្ម័ននៅខាងក្នុងហ្នឹងណាបើវាមានឧស្ម័ននៅខាងក្នុងហ្នឹងពើតប៉ោងពណ៌អីក៏ដោយក៏វាអាចហោះឡើងលើបានដែរដោយជីវិតរបស់មនុស្សយើងអញ្ចឹងមិនថាពណ៌សម្បុរយ៉ាងម៉េចទេឲ្យតែមានគុណភាពខាងក្នុងឲ្យតែមានសមត្ថភាពឲ្យតែមានចំណេះដឹងគំនិតឲ្យតែមានអត្តចរិតឥរិយាបថត្រឹមត្រូវនោះវានឹងរុញច្រានឲ្យមនុស្សយើងឡើងខ្ពស់បានទៅវិញប្រសិនបើមានរូបរាងខាងក្រៅខ្ពស់សង្ហាសម្បុរសយ៉ាងម៉េចក៏ដោយប៉ុន្តែបើមិនមានគុណភាពគ្មានជំនាញគ្មានចំណេះគ្មានគំនិតណាគ្មានអត្តចរិតត្រឹមត្រូវនោះគឺមិនអាចឡើងខ្ពស់បានទេបើទោះជាអ្នកណាលើកបន្ទប់យ៉ាងណាក៏ដោយណាវានឹងធ្ងន់ហើយធ្លាក់មកវិញដូច្នេះកត្តាដែលយើងអភិវឌ្ឍខ្លួនខាងក្នុងនេះគឺជាកត្តាសំខាន់ដោយយើងមិនបាច់តូចចិត្តតូចថ្លើមអីទេគឺមនុស្សយើងនេះឲ្យតែជាមនុស្សដែលមានសមត្ថភាពគឺជំនាញឲ្យតែមានចំណេះដឹងឲ្យតែមានឥរិយាបថល្អគឺជាមនុស្សដែលមានគុណភាពដែលអាចកំណត់ជោគវាសនារបស់ខ្លួនឲ្យខ្ពង់ខ្ពស់បាន